បង្ហាញអ្នកទាំងអស់គ្នាពីវិធីធ្វើឲ្យ font Telegram របស់យើងមានអក្សរធំជាងមុនដែលងាយស្រួលក្នុងការអានអត្ថបទក៏ដូចជា message ផ្សេងៗអញ្ចឹងតាមដានទាំងអស់គ្នាទី1បងប្អូនចូលក្នុង Telegram នេះមកបញ្ជាក់បន្តិចបងប្អូននេះយើងអាចធ្វើបាននៅលើ computer អញ្ចឹងណាអញ្ចឹងមើលករណីបងប្អូនមាន Telegram ហើយមាន font អក្សរតូចៗពិបាកក្នុងការមើលពិបាកក្នុងការអានអញ្ចឹងខ្ញុំ recommend ដល់បងប្អូនធ្វើតាមវិធីខ្ញុំដោយគាត់ទៅ download font អក្សរមួយហើយយើង install តឡើងវាទៅគឺអាចប្រើបានជាការស្រេចហើយអញ្ចឹងយើងចូលមកកាន់ file ខ្ញុំនឹងតម្លាក់ file នេះជូនទៅក្នុងបងប្អូននៅក្នុង caption នៃវីដេអូនេះអញ្ចឹងណាអញ្ចឹងបងប្អូនចុចកន្លែង font នេះមកយើងចុច double click ហើយយើងចុចពាក្យថា install នេះណា install អូខេរងចាំបន្តិចអូខេពេលយើង install ហើយយើងធ្វើការ restart Telegram យើងអញ្ចឹងដើម្បី restart Telegram បងប្អូនយក cursor នេះដាក់នៅលើរូប profile Telegram ហើយយើងចុច right click mouse ស្ដាំណាហើយយើងយកពាក្យថា quit Telegram ហ្នឹងមកអញ្ចឹងនៅពេលដែលយើងចុច quit Telegram ដូចយើង restart Telegram អញ្ចឹងយើងចុច quit Telegram ហ្នឹងមកអូខេរងចាំ update បន្ទាប់មកចាំយើងបើកចូលវិញអញ្ចឹងកាលណាតែយើងបើកចូលទៅវិញគឺ Telegram ហ្នឹងគឺវាមាន font អក្សរធំងាយស្រួលក្នុងការអានអញ្ចឹងណាបងប្អូនអញ្ចឹងវាលែងមានជាបញ្ហាអក្សរតូចទៀតហើយអញ្ចឹងបងប្អូនគ្រាន់តែ download file មួយដែលខ្ញុំបានតម្លាក់ជូននៅក្នុង caption នៃវីដេអូហ្នឹងបងប្អូន install ហើយបងប្អូន restart Telegram គឺរួចជាការស្រេចតែម្ដងអញ្ចឹងវិធីនេះគឺងាយស្រួលមែនទែនបងប្អូនមានចម្ងល់ដូចជាមានបញ្ហាផ្សេងៗទាក់ទងជាមួយនឹងការប្រើប្រាស់ Telegram បងប្អូនអាច comment នៅក្នុងវីដេអូរបស់ខ្ញុំនឹងបកស្រាយជូនខ្ញុំចេះនៅកន្លែងណាខ្ញុំមាន share ជូនតែបើកន្លែងណាខ្ញុំអត់ចេះក៏ខ្ញុំអត់អាច share ជូនបងប្អូនបានដែរអញ្ចឹងណាអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះកុំភ្លេចជួយ like share ក៏ដូចជា subscribe channel របស់ខ្ញុំអ្នកនរគ្នាបាយបាយ